របៀបដូរឈ្មោះ page អញ្ចឹងសម្រាប់បងប្អូនចង់ធ្វើការដូរឈ្មោះ page គឺបងប្អូនអាចធ្វើតាមនេះបានអញ្ចឹងបងប្អូនចូលមកកាន់ page ហ្នឹងទៅបាទហើយចូលមកកាន់ profile វាបែបលក្ខណៈបែបនេះមកបន្ទាប់មកទៀតគឺបងប្អូនចុចកន្លែងនេះ professional dashboard បងប្អូនចុចលើវាមកហើយបងប្អូនរកពាក្យថា setting ចុចលើ setting នេះមកហើយចុចលើពាក្យថា page setup ចឹងបងប្អូនឃើញឈ្មោះនៅខាងលើគេនេះចុចលើវាមកចឹងបងប្អូនដាក់ឈ្មោះថ្មីហើយតើតើមួយការដូរឈ្មោះជាទូទៅយើងដូរហើយ60ថ្ងៃក្រោយបានវាឲ្យយើងធ្វើការដូរបានម្ដងទៀតចឹងបងប្អូនដាក់ឈ្មោះ page ថ្មីដែលបងប្អូនចង់បានទៅ closing shop បាទខ្ញុំដូរដាក់ឈ្មោះថា closing shop បន្ទាប់មកខ្ញុំចុចលើពាក្យថា review change ចឹងនេះវាបញ្ជាក់ឲ្យថាឈ្មោះពីមុនគឺ The Voice Store ឥឡូវយើងដូរមកដាក់ពាក្យថា closing shop វិញចឹងយើងចុចលើពាក្យថា submit for appeal បាទ submit for approval បាទអញ្ចឹងកន្លែងនេះគឺ page របស់យើងគឺត្រូវបានដូរហើយជាទៅចន្លោះពី3ថ្ងៃទៅមានថាចន្លោះពីពេលយើងដូរទៅ3ថ្ងៃគឺវានឹងប្រាប់តំណែងមកយើងវិញហើយប៉ុន្តែយូរទៅបើសិនជាដូរលឿនគឺអត់ដល់1ម៉ោងទេត្រឹមតែ1នាទីគឺវាដូរឲ្យយើងហើយអញ្ចឹងណាចាឥឡូវនេះគឺ page ខ្ញុំចូលមើលថាដូរបាននៅនេះបាទគឺយើងបានដូរហើយគឺទៅជា closing shop វិញអញ្ចឹងតើតើជាមួយនឹងរបៀបដូរឈ្មោះ page គឺមានប៉ុណ្ណឹង